ចឹងនៅក្នុងវគ្គសិក្សានេះដែលខ្ញុំបង្រួមមកគឺជាវគ្គអនុវត្តជាក់ស្ដែងទៅលើយុទ្ធសាស្ត្ររបស់អាពុត្រីធំតែម្ដងគឺមានន័យថាជាម្ចាស់ការលើការអនុវត្តរបស់យុទ្ធសាស្ត្ររបស់អាត្រីធំដែលយើងបំលែងចេញពីទ្រឹស្ដីទៅកាន់ការអនុវត្តនៅក្នុងទីផ្សារជាក់ស្ដែងតែម្ដងអញ្ចឹងនៅក្នុងនេះយើងទី1គឺវគ្គសិក្សានេះគឺយើងបង្កើតសម្រាប់បងប្អូនដែលជាអ្នកជួញដូរដែលគាត់នឿយហត់ជាមួយនឹងការចូលផ្សារទៅពីទៅពីហើយការសម្រេចចិត្តដោយប្រើប្រាស់អារម្មណ៍ហើយលទ្ធផលវាអត់បានអីជាប់លាប់ចឹងណាអញ្ចឹងបាទវគ្គសិក្សាការអនុវត្តទៅលើយុទ្ធសាស្ត្រហ្នឹងគឺយើងផ្ដោតទៅលើការបំលែងនៅទស្សនៈទានឬក៏ទ្រឹស្ដីរបស់អាពួក SMC របស់អាពួកត្រីធំឲ្យคล้ายទៅជាប្រព័ន្ធជួញដូរមួយដែលមានភាពថ្លាហើយអាចអនុវត្តម្ដងហើយម្ដងទៀតហើយនឹងអាចប្រើការកើតដោយជំនួសទៅលើគំរូផ្សេងអ្នករៀនគាត់ដឹងថាតើអាពួកស្ថាប័នហិរញ្ញវត្ថុវាធ្វើចលនាតម្លៃយ៉ាងម៉េចទី1ទី2តើវាស៊ីខ្លាញ់របស់យើងយ៉ាងម៉េចណាបាទហើយទី3ថាតើពេលណាដែលយើងចូលផ្សារដោយមានភាពច្បាស់លាស់មានភាពជឿជាក់ហើយពីរបៀបនៅក្នុងការអនុវត្តការជួញដូរដោយវិន័យបូកជាមួយនឹងភាពទំនុកចិត្តតែម្ដងនេះគឺជាអ្វីដែលវគ្គសិក្សានឹងផ្ដល់ជូនទៅឲ្យអ្នករៀនណាបាទបាទគ្រូបាទការសិក្សានេះវគ្គសិក្សានេះគឺជាវគ្គអនុវត្តជាក់ស្ដែងឲ្យយើងកសាងសម្រាប់អីទី1ពួកអ្នកជួញដូរគ្រីបតូអ្នកជួញដូរគ្រីបតូក៏ត្រូវអ្នកជួញដូរមាសក៏ត្រូវអ្នកជួញដូរ future ក៏ត្រូវអ្នកជួញដូរ spot ក៏ត្រូវហើយនឹងអ្នកដែលគាត់ចាប់ផ្ដើមតែចង់បានការជួញដូររចនាសម្ព័ន្ធត្រឹមត្រូវហើយនឹងអ្នកជួញដូរដែលមានកម្រិតមធ្យមហើយចង់បានភាពជាប់លាប់ហើយគោលដៅរបស់វគ្គសិក្សានេះគឺយើងបម្រើគោលដៅ3ទី1ចំណេះដឹងផ្ដល់ចំណេះដឹងដល់អ្នកសិក្សាទី1ទាក់ទងទៅនឹងរចនាសម្ព័ន្ធផ្សារនិងការបញ្ជូនតម្លៃរបស់អាពុត្រីធំទី2តំបន់របស់អាពុត្រីធំវិចាប់អារម្មណ៍ទី OB BB MIB ហើយនឹង Fair Value Gap ទី3ការលេងឬក៏ការបំផោងទៅលើតំបន់ខ្លាញ់ហើយនឹងពួក stop hand ចំណុចទី4ទាក់ទងទៅនឹងអរិញតកវិទ្យាតម្លៃនៅខ្ពស់តម្លៃនៅទាបទី5ទាក់ទងទៅនឹងការកំណត់នៅការជោគផ្សារដែលមានអត្រាត្រូវខ្ពស់ឬក៏អត្រាត្រូវខ្ពស់ឬក៏ត្រូវទាបនេះគឺជាចំណេះដឹងតែជំនាញវិញទី1សិស្សគាត់អាចនឹងមានជំនាញគូសឬក៏កំណត់រចនាសម្ព័ន្ធនៅលើឆាតហ្នឹងបានត្រឹមត្រូវទី2គាត់កំណត់តំបន់ជោគផ្សារដោយទំនុកចិត្តទី3គាត់អនុវត្តនៅការជោគផ្សារដោយប្រើប្រាស់ OTE Fair Value Gap និង OB ទី4គាត់ប្រើប្រាស់ time frame high time frame មក low time frame ហ្នឹងបានត្រឹមត្រូវហើយចំណុចមួយទៀតជំនាញគាត់មានជំនាញគាត់អាចធ្វើផែនការតខ្លួនរបស់គាត់បានអញ្ចឹងអានេះជំនាញដល់ពេលតាក់ទងទៅនឹងផ្លូវចិត្តរបស់គាត់ទី1គាត់ជួញដូរដោយអត់ធ្មត់អត់ត្រាអារម្មណ៍គាត់អនុវត្តតាមក្បួនដោយមិនបខំគាត់គោរពនៅលើហានិភ័យហើយនឹងភាពប្រហាក់ប្រហែលហើយគាត់គិតដូចពួកអ្នកជួញដូរបែបវិជ្ជាជីវៈអញ្ចឹងហើយគាត់ផ្ដោតទៅលើភាពជាប់លាប់ជាជាងរំភើបនៅក្នុងទីផ្សារអានេះសិតតែជាចំណុចដែលមនុស្សមានណាបាទអាចចំណុចនេះបាទទាំងអស់គ្នាមានទាំងអស់ដែលឯងមើលអាផ្លូវចិត្តនេះឲ្យតែអ្នកជួញដូរគាត់មានទាំងអស់អញ្ចឹងអានេះគឺ calendar មានន័យថាជាប្រតិទិនវគ្គសិក្សាយើងធ្វើ48ម៉ោងតែ48ម៉ោងហ្នឹងគឺយើងធ្វើមួយ session ពី Zoom មកយល់ទី1គឺយើងផ្ដោតទៅលើរចនាសម្ព័ន្ធផ្សារបូកនឹងទិសដៅអាហ្នឹងហើយដែលគេហៅថាវគ្គសិក្សា Academy គេមាន module គេមានអីទៅអញ្ចឹងបាទហើយយើងផ្ដោតសំខាន់ទៅលើ market structure breaker SR flip អាហ្នឹងយើងធ្វើ6ម៉ោង module ទី2យើងផ្ដោតទៅលើ smart money zone យើងផ្ដោតលើ OB BB MIB FTR 6ម៉ោងដល់ពេលmodule ទី3យើងផ្ដោតទៅលើ liquidity បូកនឹង manipulation មាន stop hand SIP PO3 TT3 យើង6ម៉ោងដល់ពេលmodule ទី4យើងនិយាយពី imbalance និយាយពី price efficiency អញ្ចឹងមាន HVG មាន QML មាន range ហើយនិង deviation 6ម៉ោងដល់ពេលmodule ទី5យើងនិយាយពី precision entry model បាទមានន័យថាគំរូនៃការចូលផ្សារដោយច្បាស់យើងផ្ដោតទៅលើ OTE ROTE premium discount 6ម៉ោង module ទី6យើងនិយាយអំពីការកំណត់ផែនការ trade តាមទិសដៅបន្តអាហ្នឹងយើងផ្ដោតទៅលើអីយើងផ្ដោតទៅលើ RBR RBD trend continuation អាហ្នឹង6ម៉ោងបាទដល់ពេល module ទី7
យើងនិយាយពី scalping បូកជាមួយ time frame execution នេះនិយាយ GPX session timing ហើយនិង low time frame ទី8យើងនិយាយពី trading rule ហើយនិង system building rule psychology បូក strategy ចុះ6ម៉ោងអញ្ចឹងវគ្គសិក្សាហ្នឹងយើងមាន48ម៉ោងណាសរុប48ម៉ោងណាព្រះឯងស្ដាប់យល់ថាបានរៀនបានរៀនវិញដឹងទៅណាទៅណីបាទអញ្ចឹង teaching structure យើងផ្ដោតមាន4ទី1យើងពិភាក្សាទៅលើទស្សនៈទានទី2យើងអនុវត្តឆាតហើយទី3យើង line market ហើយយើងមាន quiz ឬ homework assignment ណាអញ្ចឹង core outcome បន្ទាប់ពី48ម៉ោងហ្នឹងសិស្សគាត់ចេះអីទី1គាត់អានផ្សារគាត់មើលផ្សារហើយគាត់ប្រើប្រាស់ smart money concept ហ្នឹងត្រឹមត្រូវទី2គាត់កំណត់អំពីផែនការចូលផ្សារបែបពួកត្រីធំហ្នឹងដោយទំនុកចិត្តទី3គាត់អនុវត្តការជួញដូរហ្នឹងដោយមានក្បួនច្បាប់ត្រឹមត្រូវទី4គាត់គិតចេញពីអន្ទាក់ផ្សារហើយចូលផ្សារដោយអារម្មណ៍ទី5គាត់កសាងហើយនឹងដើរតាមប្រព័ន្ធអនុវត្តរបស់អាបុក SMC ហ្នឹងដោយខ្លួនឯងអញ្ចឹងទាំងអស់នេះគឺជាលទ្ធផលក្រោយគាត់រៀនគាត់នឹងទទួលបានគាត់ចេះមើលផ្សារគាត់កំណត់គាត់ចេះធ្វើផែនការចូលផ្សារដោយទំនុកចិត្តគាត់អនុវត្តការជួញដូរដោយមានវិន័យគាត់គិតចេញពីផ្ទះផ្សារហើយគិតចេញពីការចូលផ្សារដោយអារម្មណ៍ហើយគាត់អាចកសាងប្រព័ន្ធនៃការជួញដូរបែប smart money ហ្នឹងតបខ្លួនរបស់គាត់តែម្ដង